ជ្រាបសួរក៏សួស្តីទៅកាន់អ្នកដែលកំពុងតែមើលនេះគឺជាសកម្មភាពដែលខ្ញុំបានទៅធ្វើការបោះតង់ថ្នាក់នៅលើភ្នំកលៀនម្នាក់ឯងចំនួនមួយយប់មួយថ្ងៃស្រាប់កលែងបោះតង់របស់យើងថ្ងៃនេះគឺលើកទី1ហើយដែលខ្ញុំម៉ូកលែងនេះតែប៉ុន្តែខ្ញុំក៏ធ្លាប់ម៉ូដែរប៉ុន្តែខ្ញុំម៉ូលក្ខណៈជាម៉ូពេលថ្ងៃខ្ញុំម៉ូយូរហើយកាលពីឆ្នាំ2022 2023កាលកូវីដហើយកាលនោះគឺប្រៃស្ដុកខ្លាំងអត់ទាន់ឆ្លាស់ដូចឥឡូវទេឥឡូវគឺថាគេមានធ្វើផ្លូវចូលអីបានដើរស្រួលទៅដល់ស្រួលបោះតង់លើកទី1ហើយទៅម្នាក់ឯងដោយសារតែបបួលគ្នាចុះឡើងថាមានទៅប៉ុន្តែដល់ពេលចុះឡើងក៏អត់មានអ្នកទៅខ្ញុំក៏ខ្ជិលអោយខូចគម្រោងក៏ទៅម្នាក់ឯងបើកនៅក្បាលវីដេអូមកដូចដែលឃើញស្រាប់ហើយគឺថាខ្ញុំគិតថាខ្ញុំទៅឲ្យបានពីភ្លឺដើម្បីខ្ញុំអាច set up តង់ដោយសារខ្ញុំទៅម្នាក់ឯងតែមិនទាន់បានទៅដល់បងម៉ូតូក៏បែកកង់ក៏ទៅមុខក៏ពិបាកទៅក្រោយក៏ពិបាកអញ្ចឹងមានតែទេហៅជាងឲ្យយកពវៀនទៅដូរឲ្យនៅតាមផ្លូវហ្នឹងឯងអញ្ចឹងបន្ទាប់ពីដូរពវៀនម៉ូតូហើយខ្ញុំក៏បន្តទៅនៅឡើងទៅកាន់ភ្នំកលៀនយើងហ្នឹងឯងស្រាប់តាមផ្លូវទៅស្រាប់ថ្ងៃដែលខ្ញុំទៅនោះគឺវារៀងស្ងាត់អត់មានឃើញមនុស្សអីច្រើនប្រហែលទេខ្ញុំអត់ដឹងមិនដែរហើយមានតែម៉ូតូ2 3តែខ្ញុំជិះជួបតាមផ្លូវអត់សូវជាច្រើនទេហើយខ្ញុំក៏មិនសូវជាបានថតតាមផ្លូវឲ្យច្រើនដែរដោយសារតែខ្ញុំបញ្ញាប់ទៅដែលព្រោះមេឃវាចិត្តល្ងឹតហើយខ្ញុំទៅរើមឡើងដល់លើនោះម៉ោង7:05ហើយសម្រាប់កន្លែងដែលខ្ញុំទៅថ្ងៃនេះខ្ញុំភ្លេចប្រាប់ទៅកាន់អ្នកទាំងអស់គ្នាគឺខ្ញុំទៅខាងក្រមទឹកធ្លាក់ធំយើងនៅលើភ្នំកលៀនឯងនៅខាងក្រមយើងដើរប្រហែលជា1គីឡូអី1គីឡូតិចតួចអីយើងនឹងទៅដល់ទឹកធ្លាក់មួយអញ្ចឹងយើងអាចបោះតង់ស្នាក់នៅនឹងមើលទេសភាពនៅកន្លែងនឹងបាននិយាយពីតាមផ្លូវដែលខ្ញុំចុះទៅនោះកាលពីខ្ញុំទៅលើកមុនវាយូរដែរហើយវាខ្ញុំទៅពេលថ្ងៃខ្ញុំអត់មានដឹងថាតាមផ្លូវនឹងពេលយប់មានពួកតាបោះតាអីស្អីក៏តាំងសមាធិក៏ទៅដងនៅលើនោះណាខ្ញុំអត់មានដឹងណាដល់ពេលខ្ញុំទៅពេលយប់អញ្ចឹងមិនឃើញមានតាមផ្លូវនោះមានគិតនៅតាំងសមាធិទៅដងឲ្យខ្ញុំឃើញខ្ញុំចង់ដូរចិត្តប្រុងអត់ទៅដែរតែវាដោយសារមេឃចិត្តល្ងឹតហើយមានតែចុះទៅក្រោមសិនហ្នឹងឯងមួយពេលខ្ញុំទៅដល់ហ្នឹងមេឃវាចិត្តល្ងឹតដែរបើខ្ញុំយកឲ្យវ៉ាន់ឡើងមកលើដំទៅដល់លើវាល្ងឹតដែរបើឡើងទៅលើទៅដល់លើវាល្ងឹតយើងក៏មិនដឹងទៅឌីណូណាអញ្ចឹងក៏មានតែស្រេចចិត្តទៅក្រមមកដល់ក្រមកន្លែងដែលយើងត្រូវទៅរឿងអីផ្សេងក៏ចាំគិតក្រោយទៀតហ្មងម៉ូម្នាក់ឯងហ្មងហើយក៏ជួបរឿងអញ្ចឹងទៀតចូលចង់ងែមងាមដែរហើយមានអ្នកខ្លះក៏គិតសួរខ្ញុំថាដើរបោះតង់អញ្ចឹងដែរខ្លាចអត់ដែរជួបអីអត់ខ្ញុំនឹងប្រាប់គិតតែមិនដែរបើមានតែនឹមគិតទៅជាមួយខ្ញុំមិនគិតដឹងព្រោះបោះតង់ខ្ញុំយើងគិតទៅល្អធ្វើទៅល្អទៅព្រោះយើងបោះតង់យើងទៅឌីយើងចង់មើលពីទេសភាពយើងចង់ទួលបានអារម្មណ៍ជាមួយធម្មជាតិតែប៉ុណ្្នឹងឯងយើងអត់មានបានទៅមានបំណងអីចឹងយើងអត់មានអីទេយើងគិតទៅល្អធ្វើទៅល្អទៅយើងទៅណាក៏វាជួបតែរឿងល្អដូចគ្នាទេបើសម្រាប់អ្នកដែលគិតមិនសូវជាចូលចិត្តអាការទេសភាពនិងធម្មជាតិដូចខ្ញុំអញ្ចឹងគិតថាខំហ៎ទៅមានប្រយោជន៍អីបោះតង់ឌីនឹងមានប្រយោជន៍អីតែបើសម្រាប់អ្នកចូលចិត្តឲ្យនឹងស្រឡាញ់បោះធម្មជាតិដូចខ្ញុំអញ្ចឹងពេលបានឌីបោះតង់អញ្ចឹងវាជាក្តីសោកផ្លូវចិត្តរបស់ខ្ញុំមួយនៅពេលខ្ញុំបានទៅឃើញពីទេសភាពឃើញធម្មជាតិបានដេកស្ដាប់សំឡេងសត្វយំទឹកធ្លាក់អញ្ចឹងវាមានអារម្មណ៍ថាវាស្រស់ស្រាយវាអាចគិតរឿងផ្សេងអីចេញបានមួយកម្រិតទៀតហើយក៏វាធូរស្រាលអារម្មណ៍ផ្លូវចិត្តយើងមួយកម្រិតដែរអានឹងសម្រាប់អ្នកដែលចូលចិត្តដូចខ្ញុំបានគិតយល់មានអ្នកខ្លះទៀតក៏គិតថាខ្ញុំបានលុយបានកាក់អីពី Facebook ពី YouTube អីចឹងទៅដើរបោះតង់ខ្ញុំមានបានអីទេដើរនឹងដើរដោយសារខ្ញុំចូលចិត្តហើយខ្ញុំស្រឡាញ់ទេអញ្ចឹងទៅក៏ចេះតែថតទេថតនឹងគ្មានកាត់គ្មានអីបានល្អដូចគេទេថតកាត់តាមអារម្មណ៍ខ្លួនឯងទេហើយខ្ញុំដើរលេងនឹងខ្ញុំក៏មានការងារពេញម៉ោងរបស់ខ្ញុំដែរមួយអាទិត្យ6ថ្ងៃបានតនីមួយថ្ងៃក៏ឆ្លៀតដើរលេងហ្នឹងឯងហើយដើរលេងក៏ថតជាវីដេអូហ្នឹងឯងហើយឥឡូវចូលសាច់រឿងយើងវិញបន្ទាប់ពីយើងមកដល់រៀបចំតង់រៀបចំអុយរួចហើយក៏វារៀងនៅភ្លឺគួរសមដែរយើងអាចធ្វើម្ហូបនឹងដាំបាយពីភ្លឺដើម្បីយើងអាចហូបកុំឲ្យពេលយប់យើងម្នាក់ឯងវាពិបាកពងទៅធ្វើម្ហូបឲ្យមានសលេងទឹកហូរយើងអាចមើលទឹកហូរស្អាតអញ្ចឹងវាជាអារម្មណ៍មួយដែលខ្ញុំចង់បានខ្លាំងមែនទែនអារម្មណ៍មួយហ្នឹងគឺខ្ញុំពិបាកបញ្យល់ទៅកាន់អ្នកទាំងអស់គ្នាមែនទែនទើបតែអ្នកទាំងអស់គ្នាចូលចិត្តដូចខ្ញុំមិនខ្ញុំនិយាយតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាអាចយល់ហើយនឹងអាចដឹងពីអារម្មណ៍របស់ខ្ញុំហើយពេលវេលាបែបនេះហើយនឹងអារម្មណ៍បែបនេះគឺលុយមិនអាចទិញបានទេបន្ទាប់ពីដាំបាយហើយខ្ញុំក៏ចាប់ផ្ដើមធ្វើម្ហូបហើយម្ហូបថ្ងៃនេះគឺរៀងច្រើនបន្តិចដោយសារតែខ្ញុំគិតថាមានគ្នាទៅម្នាក់ពីរនាក់ជាមួយខ្ញុំប៉ុន្តែដោយសារតែអត់បានទៅគិតរវល់អត់បានទៅអញ្ចឹងយើងក៏ទៅម្នាក់ឯងហើយម្ហូបហ្នឹងអត់បានដកចេញខ្លះទេគឺដាក់ទៅទាំងអស់អញ្ចឹងទៅវារៀងច្រើនបន្តិចហើយច្រើនមុខដែរម្ហូបដែលដាក់ទៅប្រហែលហ្នឹងធ្វើទាំងអស់ហ្នឹងខ្ញុំធ្វើទាំងអស់ដល់ពេលធ្វើទាំងអស់ទៅក៏ហូបម្នាក់ឯងអត់អស់ហូបអស់ប្រហែលជាពាក់កណ្ដាលហើយទេហើយរឿងមួយទៀតដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាដែលគិតដើរលេងនៅខែរដូវរំហើយនេះគឺថាវាមានការចុះត្រជាក់អញ្ចឹងអ្នកទាំងអស់គ្នាអាចត្រៀមជាអាវដៃវែងឬក៏អាវក្រាស់ដើម្បីពាក់ពីក្រៅបីការពារពីការផ្ដាសាយព្រោះយើងដើរលេងយើងត្រូវការសុវត្ថិភាពទាំងទៅទាំងមកយើងដើរលេងហើយយើងអត់អាចនឹមទុកមកឲ្យអ្នកផ្ទះទេអញ្ចឹងយើងមានតែត្រៀមការពារខ្លួនរបស់យើងផ
ផងទៅពីខ្ញុំធ្វើមហូបតាមបាយដើម្បីហើយម៉ោងវារៀងច្រើនដែលហើយម៉ោងខ្ទង់ជី7 8ហើយរៀបចំចុះរៀបចំឡើងដាក់នេះដាក់នោះធ្វើនេះធ្វើនោះម៉ោងជិត8ហើយម៉ោងដើរលឿនមែនទែនបើសិនជាខ្ញុំបានទៅបានពីភ្លឺយ៉ាងនេះប្រហែលជាអាចដើរមើលទេសភាពបានច្រើនជាងនេះដោយសារតែយើងទៅដល់រឿងយប់ហើយទៅពេលម្នាក់ឯងទៀតអញ្ចឹងវាត្រូវការរៀបចំត្រូវការធ្វើមហូបដាំបាយទៅឡើងតង់ set up តង់ហើយវារៀងយូរគួរសមដែរត្រឹមទៅហើយបន្ទាប់ពីបាយហើយអីហើយក៏ដុតភ្លើងអង្គុយអាំងលេងហើយក៏ដាំទឹកឆុងកាហ្វេផឹកពេលយប់ហ្នឹងហើយពេលយប់ឆុងកាហ្វេផឹកនឹងដេកមានលក់ណាម៉ោង12 1នៅដេកមិនទាន់លក់ទៀតដោយសារកាហ្វេដែលខ្ញុំផឹកហ្នឹងវាកាហ្វេខ្មៅហើយខ្ញុំផឹកម៉ោង9 10ហើយមានដេកលក់ណាម៉ោង1ហើយខ្ញុំមើលម៉ោង1នៅតែដេកមិនទាន់លក់ទៀតកាហ្វេខ្មៅហើយដល់ពេលផឹកកាហ្វេខ្មៅពេលយប់អញ្ចឹងវាមានដេកលក់ណាខ្ញុំធ្លាប់តែផឹកពេលព្រឹកពេលអីវាមិនសូវជាអីវាអាចថាយើងវាធ្វើការក្នុងពេលព្រឹកទៅវាដូចជាវាដាស់ស្មារតីដែរពេលយើងផឹកពេលព្រឹកតែដល់ពេលផឹកពេលយប់អញ្ចឹងអត់មានដាក់ទៅដោះគោអត់មានបានដាក់ស្ករអញ្ចឹងមានណាលេងប្រឈោភ្នែកចិត្តនឹងទល់ភ្លឺដែលម៉ោង1ដេកមិនទាន់លក់តែពីផឹកកាហ្វេហើយអង្គុយលេងមកសន្ទុះក៏ចូលដេកនឹងឯងប៉ុន្តែគ្មានដេកលក់ទេរហូតមកដល់ព្រឹកឡើងក៏រៀបចំមកយកតុយកអីមកអង្គុយលេងនៅអាកន្លែងមាត់ទឹកជ្រោះនឹងនៅខាងលើនឹងវិញទេសភាពពេលព្រឹកនឹងអាប់វាចុះលើដើមឈើអញ្ចឹងខ្ញុំហោះដ្រូនទៅអាប់វាជឿបអាប់ដល់ពេលហោះខ្ពស់ទៅវាលេងវាប៉ះអាប់អត់មានថតអុយឃើញទេអញ្ចឹងខ្ញុំទៅលាក់ដ្រូនមកទៀបវិញមិនថតបានពេលព្រឹកហ្នឹងឯងសម្រាប់ពេលព្រឹកក៏រៀងតិចគួរសមដែរអញ្ចឹងខ្ញុំក៏ងូតទឹកអាទឹកជ្រោះហ្នឹងឯងងូតទឹកជ្រោះលេងមកស្ទុះហើយក៏ដាំទឹកឆុងកាហ្វេហើយនឹងស្ងោដលងដែលដាក់ទៅហ្នឹងឯងស្ងោដលងហូបពេលព្រឹកអត់មានបានហូបបាយទេស្ងោអាដលងហ្នឹងឯងហើយក៏ហូបជាមួយនឹងកាហ្វេហ្នឹងឯងក្នុងចិត្តរបស់ខ្ញុំគិតថាពេលព្រឹកប្រហែលជាល្ងាខ្លាំងអត់ងូតទឹកកើតទេប៉ុន្តែដោយសារខ្ញុំដើរទៅក៏ល្អិលដួលសើមត្រឹមចកេះហើយក៏អត់សូវជាតិចខ្លាំងពេកអញ្ចឹងក៏មានតែសម្រេចចិត្តថាងូតទឹកហ្នឹងឯងបើបានជាជ្រុលសើមខ្លួនហើយមិនងូតទឹកវាមិនកើតអញ្ចឹងក៏មានតែងូតទឹកហ្នឹងឯងទឹកហ្នឹងបើយើងគ្រាន់តែងូតវាមិនសូវអីទេតែដល់ពេលខ្ញុំដេកត្រាំទឹកលេងមកស្ទុះលេងមានណាវាតិចឡើងចង់រឹងត្រៀមដែរដល់ពេលហើយយើងងូតធម្មតាឡើងមកវិញលឿនវាអត់សូវតិចខ្លាំងទេតែដល់ពេលដេកត្រាំនឹងឡើងចង់រឹងត្រៀមដែរទៅពីងូតទឹកដោះធ្មេញដោះអុយរួចពាក់ខោអាវអីរួចវិញអស់ហើយក៏មកអង្គុយហូបអាដលងស្ងោនឹងលេងហូបដលងស្ងោជាមួយនឹងកាហ្វេស្ដាប់សំឡេងទឹកហូរហើយមើលទេសភាពយ៉ាងទៀតគឺថាទទួលបាននៅអារម្មណ៍ស្រស់ស្រាយខ្លាំងមែនទែនខ្ញុំគិតថាខ្ញុំអង្គុយលេងនឹងបើមួយផ្លេតទេតែដល់ពេលមើលម៉ោងជិត9ហើយដល់ពេលខ្ញុំឡើងមកដល់លើម៉ោង9ជិត10ហើយក៏រៀបចំឲ្យបានក៏មិនបានទៅជាថតវិញឆ្ងាយដែរពេលរៀបចំត្រឡប់មកវិញដោយសារថាមើលម៉ោងវារៀងច្រើនដែរហើយមកដល់ក៏ឆ្លៀតថតអាទឹកធ្លាក់ធំនៅកន្លែងកន្លែងហ្នឹងតែពេលខ្ញុំឡើងមកនឹងអត់ទាន់មានមនុស្សទេម៉ោង9ប៉ុន្តែអត់ទាន់មានមនុស្សទៅលេងអីទេឃើញដូចជាជនជាតិមកគូគាត់ទៅលេងប៉ុណ្្នឹងសម្រាប់វីដេអូនេះក៏បានមកដល់ទីបញ្ចប់តែប៉ុណ្្នឹងឯងសម្រាប់អ្នកទាំងគ្នាដែលចូលចិត្តវីដេអូនេះក៏កុំភ្លេចជួយ share ហើយនិង like វីដេអូនេះម្នាក់មួយផងហើយក៏អរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះជួបគ្នាជាមួយខ្ញុំវីដេអូក្រោយ